nó tụi ngọc như chuột subscribeផងណារួចហើយចុចសញ្ញាកណ្ដឹងដែលរិះគន់ podcast បបោសុកលេងណាសិតតែជាមនុស្សអត់លុយអញមកក្បាលបូមហ្នឹងលើហេតុអីបើខ្ញុំនិយាយចង់អត់ព្រោះដោយសារតែមនុស្សផលបើសិនគេមានសមត្ថភាពគេមានលុយគឺគេអត់មានរិះគន់នឹងរឿងប៉ុណ្ណឹងឯងអើយកូនណាយកូន first date គឺត្រូវ pay គេចឹងហើយមានរឿងអីក៏ត្រូវ 50% អីចំណាំមើលថាមនុស្សស្រីដែលឡើងទៅនិយាយ podcast ហ្នឹងភាគច្រើនគឺគាត់សិតតែជា influencer ឬក៏គាត់ជា promoter ឬក៏គាត់ជាធ្វើការអីមួយដែលទទួលបានចំណូលអត់ក្រោមពី$1000ប្រចាំខែពេលខ្លះដល់10000ទៀតអញ្ចឹងត្រូវដឹងថាសមត្ថភាពគេហ្នឹងរលុយបានប៉ុណ្ណាប្រចាំខែមិនមែនគេអត់លុយហើយគេទៅចង់បាន standard មនុស្សផលចេញមកអត់មានការងារធ្វើអត់អាច pay អីគេបានទេគេមានលុយដែរមិនគេចង់បានមនុស្សមានលុយដែរយល់ហើយបើយើងមានលុយហើយយើងទៅយកមនុស្សផលអត់មានលុយផងយកមកធ្វើស្អីមិនដេកមើលមុខគ្នាមែនបើមិនជាគេហ្នឹងអត់មានការងារធ្វើដេកអេក្រិតនៅផ្ទះមានអីធ្វើបើគេទៅទៀមទាចង់បានមនុស្សផលបែបហ្នឹងអាហ្នឹងគឺវាខុសហើយតានេះគេមានការងារធ្វើបើគេដែរមិនអត់យល់ទេមែនតាមនុស្សផលភាគច្រើនបើសិនជាប្រតិកម្មរឿងហ្នឹងទាំងអស់ហ្នឹងគឺសិតតែមនុស្សផលដែរអត់លុយទៅអត់មានសមត្ថភាពមួយគេអត់មានសមត្ថភាពចំគេហ្មងបងឯងមានក្តាមមឈូសទនេទេបងសុំជួល1ម៉ោងមិនហៅហ្មងនិយាយមែនថាខ្លួនឯងអត់លុយអត់ទៅតមួយគេខមមិនជេរគេអីឈួតទេតាមពិតទៅយើងទៅដេតជាមួយគេនឹងវាត្រូវ pay គេស្រាប់ពេកបើមិនយើងគិតថាយើងអាច pay គេបានទេយើងទៅរកផ្សេងទៅព្រោះអ្នកដែលគេចង់ឲ្យយើង pay ហ្នឹងគេក៏មានសមត្ថភាពចេញដែរមិនមែនតែបាយមួយពេលហើយមួយពេលហ្នឹងគេអត់មានសមត្ថភាពទេគេមានសមត្ថភាពតែគេចង់ដឹងថាតើ treatment របស់យើងនឹងធ្វើមកលើគេហ្នឹងគឺវាបានដល់កម្រិតណាខ្លះដែលប្រប្រាក់ខែ500ខ្ញុំអត់ប្រកាន់ទេអ្នកនរគ្នាដោយសារឥឡូវយើងដឹងហើយសេដ្ឋកិច្ចគឺពិបាកខ្លាំងមែនទែនក្នុងការរកលុយហើយប្រទេសយើងកំពុងតែវីវក់មួយសង្គ្រាមផងហើយណាមួយទៀតការងារក៏មិនស្រួលរកដែរអ្នកនរគ្នាហើយបើសិនជាដៃគូខ្ញុំមានប្រាក់ខែ500ហើយខ្ញុំបូកតែខ្ញុំទៀត200អញ្ចឹងទៅយើងអាចសំចៃវាយើងចេះគិតយើងកុំហឺហាយើងកុំហៃសូពេកយើងអាចរស់នៅស្រួលហើយគ្រួសារយើងក៏អាចមានសុភមង្គលដែរអ្នកនរគ្នាបើសិនជាចាំតែមនុស្សប្រុសមានប្រាក់ខែច្រើនគាត់កើតដែរដោយសារអីយើងមើលគាត់ដែរថាគាត់ធ្វើការពិបាកអត់ហើយការងារសម័យឥឡូវមិនដែរហើយណាមួយទៀតយើងគិតពីគាត់ដែរថាគាត់ខំប្រឹងរកលុយអត់បើសិនជាមនុស្សប្រុសហ្នឹងគាត់អត់ខំប្រឹងរកលុយហើយគាត់ប្រាក់ខែតិចអាហ្នឹងយើងគិតតាមនឹងទៀតពូឲ្យមេដៃមួយទៀតបើសិនជាយើងយកមនុស្សប្រុសដែលមានប្រាក់ខែច្រើនហើយយើងនៅមួយគ្នាប៉ះតែម្នាក់ប្រុសហ្នឹងអត់ល្អគាត់មានស្រីគាត់អីហើយគាត់ធ្វើបាបយើងហ្នឹងក៏ជារឿងមួយទៀតដែរវាធ្វើឲ្យគ្រួសារយើងអត់មានសុភមង្គលដែរអញ្ចឹងសម្រាប់ខ្ញុំមនុស្សប្រុសប្រាក់ខែ1ម៉ោងគឺទទួលយកបានតែយើងចេះទុកដាក់លុយចេះចាយវាចេះសំចៃយើងរស់នៅមួយគ្នាអូយឈឺក្បាលណាយូរបងខ្ញុំស្អាតអត់3000អូយហេបួយមាត់ខ្ញុំស្អាតអត់ស្អាត1000